đã cà kê nó niếm hay cà kê rửa so cà kê rửa nó cái mơ cà phê này tịch mở cà phê ní mấy tại bây giờ mơ tại cà phê cái tôm đảo rồi có cà phê hạ đôi chim miên là cái nhám sò nhâm Nhâm sò sò. sò nếu bia nó sò bạt cào đài nó ngày chẳng chẳng mình cà phê cái tôm trong vô mà nhạt nhám thế cứ chứ bây giờ mơ tới cứ ba chi cà phê nhám sò cà phê ban nào kể vậy bà nhom Vậy bọn này kể bọn sẽ há sao nó kono no mikake no kohi wa dare no はいកាហ្វេញ៉ាំសនេះបងណាកែហើយចាប់យកទៅបោះចោលហើយบอกเซนเซเลยញ៉ាំนะឲ្យទៅ本当は本当は私のですはいសត្វ忘れた私のでごめんなさいហើយអញ្ចឹងកាហ្វេញ៉ាំសល់បាយញ៉ាំសល់កិច្ចការធ្វើសល់មានន័យថាអីមួយដែលធ្វើឲ្យប៉ុន្តែមិនទាន់ចប់រួចរាល់ណាហើយគឺគេប្រើជាមួយនឹងកាកេដាអញ្ចឹង hachimeta ga mada 途中で終わっていないគេថារឿងអីមួយហ្នឹងយើងបានធ្វើហើយចាប់ដើមធ្វើវារួចហើយក៏ប៉ុន្តែគឺនឹងគឺវាអត់ទាន់ចប់ទេគឺវានៅកដាលទីនេះមកដាតូជឺនេះនៅកដាលទីអាចថាជាអ្វីដែលយើងបានធ្វើហ្នឹងវាមិនទាន់ចប់សពគ្រប់ទេអ្នកគ្នាហើយពាក្យថាកដាលទីគឺវាមិនច្បាស់100%ថា50ទេតែអញ្ចឹងជួនកាលយើងធ្វើបាន40នៅ60ជួនកាលយើងធ្វើបាន60នៅ40អីចឹងតែវាមានន័យបែបហ្នឹងណាហើយអញ្ចឹងយើងប្រើមួយនឹងកាកេដាដូចគ្នាដែរអ្នកគ្នានៅពេលដែលយើងប្រើជាមួយនឹងកាកេដាគេប្រើជាមួយនឹងកិរិយាសព្ទដែលយើងធ្វើទង្វើវាហើយធ្វើសកម្មភាពហើយវានៅសល់អត់ទាន់ចប់ណាហើយអញ្ចឹងថាបេកាកេមានន័យថាញ៉ាំមិនទាន់ចប់ឬក៏ញ៉ាំមិនទាន់ហើយឬក៏ញ៉ាំសល់ហើយយោមីកាកេមានន័យថាម៉េចយោមីកាកេតន់អស់អានដែរប៉ុន្តែអានឧបមាក្បាលមាន100ទំព័រយើងបានអានបានប៉ុន្មាន50ទំព័រអញ្ចឹងទៅនឹងហើយហ្នឹងយោមីកាកេយ៉ារីកាកេអីមួយដែលយើងធ្វើប៉ុន្តែបានពាក់កណ្ដាលនេះធ្វើមិនទាន់ចប់ណូមីកាកេគឺផឹកមិនទាន់អស់ សូកាគីកាកេមានន័យថាសរសេរមិនទាន់ហើយអ៊ីកាកេមានន័យថាម៉េចនិយាយមិនទាន់ចប់និយាយមិនទាន់ចប់នេះមានន័យថានិយាយថាមេអត់អីហើយដែរហើយអានោះមានន័យថាមិនមេមិននិយាយដើមប្រយោគមកហើយមេដូចប្រាប់មកថាអត់អីមិនបាច់ទេហើយអត់មានអីទេចាអញ្ចឹងមានន័យថាមិនអ៊ីកាកេសូអ៊ីកាកេសូនិយាយមិនទាន់ចប់វាឈប់និយាយបាត់នេះហើយសូចាអញ្ចឹងអីដែលមានលក្ខណៈបង្ហាញពីសកម្មភាពដែលយើងចាប់ដើមធ្វើហើយមិនទាន់ចប់គឺយើងប្រើកាកេយើងមើលឧទាហរណ៍ក្នុងសភៅរបស់យើងមុនអ្នកគ្នាこれは彼は何か言いかけてやめた彼は何か言いかけてやめたចាអញ្ចឹង言いかけមានន័យថានិយាយមិនទាន់ចប់ចាអញ្ចឹងគាត់នឹងសូនិយាយអីរឿងអីនោះមិនទាន់ចប់ផងម៉េចយ៉ាមេតាហើយក៏ឈប់និយាយតែអញ្ចឹងដូចជាសេហានិយាយថាមេសេហាផ្ដាំមកថាអត់អីហើយនេះណានេះក៏អ៊ីកាកេតេយ៉ាមេតានិយាយអីមិនទាន់ចប់ផងក៏ឈប់និយាយវិញហើយតែអញ្ចឹងយើងបែកតប្រយោគទៅជាកាកេតេយ៉ាមេតានេះហើយកាហ្វេនេះអញ្ចឹងអ្នកគ្នាគេដែរこの飲みかけのコーヒー誰のこの飲みかけのコーヒー誰のមានន័យថាកាហ្វេហ្នឹងរបស់ណាកាហ្វេកាហ្វេផឹកសល់ហ្នឹងកាហ្វេផឹកសល់នេះបងណាគេហើយកាហ្វេដែលផឹកនៅសល់នេះបងណាគេហើយ飲みかけのコーヒー誰のហើយបងណាគេហើយរបស់ណាគេはいបានសេមក្រាですបងខ្ញុំដែរហើយそしてអ្នកគ្នាយើងមើលជាមួយនឹងឧទាហរណ៍នៅខាងក្រោមនេះហើយអានេះគឺកូនរបស់យើងហើយកូនរបស់យើងហ្នឹងមិនតន់ការផងនេះមិនតន់កូនរបស់យើងណាទេហើយរបស់យើងហ្នឹងហើយកូនរបស់យើងឲ្យវាធ្វើលំហាត់ណាអ្នកគ្នាហើយឲ្យវាធ្វើស្រាប់ធ្វើមិនតន់ហើយផងវាឃើញអាក្មេងៗនៅក្រៅលេងតបបាល់វាវឹងទៅលេងតបបាល់អញ្ចឹងទៅអញ្ចឹង息子はやりかけのអីគេបងដែរ宿題を終えて外へ遊びに出かけた遊びに出かけたអញ្ចឹងកូនប្រុសខ្ញុំម៉េចវាតុកអីទុកវាតុកកិច្ចការផ្ទះទុកកិច្ចការផ្ទះដែលធ្វើបានពាក់កណ្ដាលហ្នឹងឬក៏ធ្វើនៅសល់ហ្នឹងធ្វើមិនទាន់ចប់ហ្នឹងមួយណាក៏បានដែរអ្នកគ្នាហើយ
ហើយវាទៅណា ហើយ វា ចេញ ចេញ ទៅ ទៅ លេ លេ ង ង នៅ នៅ ក្រៅ ក្រៅ ទៅ នេះ លេ ហើយ ងនៅ វាចេញ ក្រៅ លេងនៅក្រៅតែអញ្ចឹងមានន័យថា ហើយវា sugar ចេញ dai ទៅ នឹងធ្វើ ក្រៅ មិនទាន់ចប់ទេមើលមើលសំបីតានៅលើតុក៏មិនទាន់រៀបចំអីដូចដើមផងនៅរាច់រីប៉ាយនៅឡើយហ្នឹងតែអញ្ចឹង yarikake no sugar dai yarikake no sugar dai ហើយមួយទៀតនេះអាប៉ែនេះនេះហើយត្រូវដាច់យប់ហើយដើម្បីអីប្រហើយរបាយការណ៍ថ្ងៃមុនសេបាន10 page នៅសល់20 page ទៀតចាអញ្ចឹង kakikake no reporto o report អូ 今日 ចូល に仕上がるつもりです ហើយ 今日に仕上がるつもりです仕上がるមានន័យបង្ហើយនៅយើងធ្វើអីមួយឲ្យហើយហ្នឹងគឺយើងប្រើពាក្យ仕上がる仕上がるつもりですចាអញ្ចឹងខ្ញុំក្រុងហ្នឹងធ្វើអីស៊ីអាការឬក៏អាកេឬ 仕上げる仕上げるごめん仕上げるហើយ仕上げるつもりですខ្ញុំហើយមានម្ដងនឹងធ្វើអីធ្វើ ហើយការ នេះ នឹងបង្ហើយនឹងបង្ហើយរបាយការណ៍ដែលសេបានពាក់កណ្ដាលហ្នឹងឬក៏ខ្ញុំមានអំណងបង្ហើយរបាយការណ៍ដែលនៅសល់ហ្នឹងឲ្យហើយនៅពេលណា今日にមានន័យថានៅក្នុងថ្ងៃហ្នឹង នៅក្នុងថ្ងៃ ថ្ងៃហ្នឹងឯង នៅក្នុងថ្ងៃ ពេញ ហ្នឹង មួយថ្ងៃ ស ហ្នឹង no មិនមែនពេញមួយថ្ងៃទេគឺនៅក្នុងថ្ងៃហ្នឹងហើយចាអញ្ចឹងឧបមាថាថ្ងៃនេះថ្ងៃទីប៉ុន្មានថ្ងៃនេះទីប៉ុន្មាន ហ្នឹង19 18 18ចាអញ្ចឹងមានន័យថាអត់ឲ្យផុតយប់នេះទេអញ្ចឹងថ្ងៃ18ហ្នឹងគឺត្រូវធ្វើឲ្យហើយហ្មងនេះ Kyoju នេះហើយអញ្ចឹងអីមួយដែលធ្វើបានពាក្យកាទីគឺយើងប្រើកាកេចាដល់គ្នាមានចំណុចដែលអ្នកគ្នាគួរចាប់អារម្មណ៍ទៅពេលយើងធ្វើលំហាត់ក៏ដោយពេលយើងយកទៅប្រើគេអាសាប្រើណានេះកាកេហ្នឹងដោយភ្ជាប់ជាមួយនឹងនាមនៅក្រោយវាអ្នកគ្នា ហើយ តែអញ្ចឹងឧទាហរណ៍ជាមួយដែលយើងឃើញនៅក្នុងសភៅអញ្ចឹងកូហ៊ីすみません飲みかけのコーヒーចាអញ្ចឹង飲みかけហើយយើងដាក់のコーヒーはいやりかけの宿題書きかけのレポートចាអញ្ចឹងមានន័យថានេះគឺជាកន្សោមនាមហើយណាហើយ書きかけのレポートមានន័យថារបាយការណ៍ដែលសរសេរមិនតាន់ហើយលំហាត់ធ្វើមិនតាន់ហើយអញ្ចឹងគេអាសាប្រើវាជាទម្រង់ណានេះកាកេណូនាមនៅក្រោយហើយដើម្បីគេបញ្ជាក់ថានាមក្រោយនេះអានាម sugar dai ហ្នឹងមិនធ្វើហើយតែមិនតាន់ហើយ report ហ្នឹងមិន report ហ្នឹងធ្វើខ្លះហើយតែមិនតាន់ហើយកាហ្វេហ្នឹងមិនកាហ្វេផឹកហើយប៉ុន្តែមិនតាន់អស់ពីកែវហ្នឹងអញ្ចឹងគេប្រើជាមួយហ្នឹងទម្រង់ប្រភេទហ្នឹងច្រើនហើយいいですかហើយ そうអញ្ចឹងថាបេកាកេណូកូហាំងយូមីកាកេណូប្រឡំលោកដែលអានបានពាក្យកណ្ដាលយើងថាម៉េចប្រឡំលោកដែលអានបានពាក្យកណ្ដាលយូមីកាកេណូโชเซตสึអីចឹងទៅនេះហើយយូមីកាកេណូโชเซตสึហើយដល់ពេលកន្លែងនេះនៅក្នុងឧទាហរណ៍ក្នុងសភៅរបស់យើងគេមិនប្រើវិជានាមទេគេប្រើវិជាអីគេអាសាបនេះហើយអ៊ីខាកេរុនេះកន្លែងរឹកនេះហើយតែអញ្ចឹងទៅជាអ៊ីខាកេតេហើយអ៊ីខាកេតេអញ្ចឹងអីមួយដែលពាក់កណ្ដាលហើយយើងប្រើជាមួយនឹងmaske យើងបានធ្វើអីវាហើយប៉ុន្តែមិនទាន់ចប់នេះអញ្ចឹងសុទ្ធតែជាសកម្មភាពいいですかចានឹងខុសពីនុករឹកអីមិនទេ残るគ្រាន់តែជា verb តាគ្រាន់តែជា verb គ្រាន់តែជាកិរិយាសព្ទតាអានេះសំដៅទៅលើសកម្មភាពដែលធ្វើឲ្យនៅសល់残るនៅសល់អីនៅសល់គ្រាន់តែជាអីនៅសល់ពាក្យនៅសល់ធម្មតាអានេះមិនមែនសំដៅអីមួយនៅសល់ទាំងចឹងទេវាជាលក្ខណៈកិរិយាសព្ទអីមួយដែលធ្វើឲ្យនៅសល់ទង្វើដែលធ្វើឲ្យនៅសល់មិនទាន់ចប់មិនទាន់ហើយអូខេអូខេ